ប្អូនគ្រាន់ស្លត្រីរបស់យើងបានមកស្លដែរបងប្អូនគ្រាន់ស្លស្អែកនៃពុកម៉ែបងប្អូនឥឡូវយើងធ្វើដំណើរទៅដើរចាប់ក្តាមគូរបស់យើងតាក់នោះណាស្លតនហើយនឹងទៅមើលម៉ាស៊ីននឹងទឹកស្រែនៅខាងក្រោយផ្ទះឥឡូវយើងធ្វើការដើរទៅហើយជំរឿតាបានក្តាមអត់ទេនេះស្ដីបងវាស្រែពេលយប់យើងដើរតាមផ្លូវស្រែទៅរកខ្ញុំយកឲ្យមើលភាសាយើងអត់មានដាក់អីមកចាប់វាត្រីរបស់យើងនេះគឺតែចាប់ផងដៃអូនេះចាប់បានអីមានអីបាញ់ទៅតាមមើលម៉ាស៊ីនយើងពេលយប់ដាក់បូមទឹកមកប្រើសិនលោកអូត្រីអំវាយបានមិញនេះដាក់បូមទឹកស្រែទៅហើយវាចេញពីក្នុងស្រែអញ្ចឹងណាឥឡូវនេះប៉ុណ្ណានេះអត់វាយទៅទេយើងទៅរួចហើយយើងក៏ដាក់ក្នុងធុងមកទួននេះវាឡើងមកតាមនេះឡើងរយចេញទៅស្រែមកពីនៅជិតអញ្ចឹងហើយយើងដាក់បូមហើយនៅមានត្រីទៀតចាំមើលរីកទៀតចាប់បានទៀតដូចខ្ញុំនិយាយចឹងបងប្អូននេះមិនថាត្រីមិនថាក្តាមមកខ្វាយនៅស្រែយើងអូទៀតហើយត្រីអត់ខ្វាយអត់ដឹងថាស្ដាប់លឺទេបងប្អូនដោយសារតែម៉ាស៊ីនយើងដាក់បូមនៅចិត្តចឹងទៅដល់យើងនិយាយគេថាលឺមើលយើងទៅប្រអន់ម៉ាស៊ីនបន្តិចហើយយើងលឺស្អីប៉ុន្មានដៃថាត្រីចង្វាត្រីមកកណោតែយើងចាប់បានតូចពេកដឹងយកទៅអីនេះត្រីអីនេះតូចប៉ុណ្ណេះអត់ទៅហើយយើងវាមានត្រីនេះក៏រាវមើលមែនមាននេះដល់កឲ្យធំដល់ប៉ុនកូនដៃដល់ណែបូត្រីក្រាញ់ទៀតអូនេះត្រីតូចមិនដឹងចាំធ្វើស្អីហើយយើងមានត្រីនេះក៏រាវមើលមែនមាននេះដល់កឲ្យធំដល់ប៉ុនកូនដៃដល់ណែត្រីបូត្រីក្រាញ់ទៀតអូនេះត្រីតូចមិនដឹងចាំធ្វើស្អីត្រីរបស់យើងបានមកស្លដែរបងប្អូនគ្រាន់ស្លស្អែកស្លនោមស្លផលិតស្លតឡាចអញ្ចឹងស្លមកជូរស្លប្រហើយតាមចំណង់ចំណូលចិត្តរបស់យើង